ដើម្បីទទួលបានជោគជ័យនៅក្នុងជីវិតយើងមិនចាំបាច់បន្ថែមអ្វីទៀតនោះទេប៉ុន្តែយើងគួរតែបោះបង់នូវរឿងមិនល្អមួយចំនួនចោលសម្រាប់ជីវិតរបស់យើងមានរឿងរ៉ាវខ្លះចូលមកគ្រាន់តែបង្កជាបញ្ហានិងបង្កជាគ្រោះចង្រៃតែប៉ុណ្ណោះប្រសិនបើយើងដឹងថារឿងនោះមានអ្វីខ្លះហើយយើងបោះបង់វាចោលនោះយើងនឹងជួបរឿងល្អៗវិញជាមិនខាននៅក្នុងវីដេអូនេះលោកអ្នកនឹងបានជ្រាបនៅរឿងរ៉ាវចំនួន10យ៉ាងដែលអ្នកគួរតែបោះបង់ចោលប្រសិនបើចង់ឲ្យជីវិតទទួលបានភាពជោគជ័យចម្រុងចម្រើនតើរឿង10យ៉ាងនោះមានអ្វីខ្លះសូមអញ្ជើញទស្សនាជាបន្តដូចតទៅ Health យ៉ាង Predicare ភាពអមតៈនៃសម្រស់ទី1បោះបង់ចោលរបៀបរស់នៅដែលមិនមានសុខភាពល្អលោកគីមរ៉ុនបាននិយាយថាចូលថែរក្សារាងកាយរបស់អ្នកពីព្រោះវាគឺជាកន្លែងតែមួយគត់ដែលអ្នកត្រូវការរស់នៅប្រសិនបើអ្នកចង់សម្រេចអ្វីមួយនៅក្នុងជីវិតអ្វីៗត្រូវចាប់ផ្ដើមនៅក្នុងទីនេះគឺចាប់ផ្ដើមចេញពីរាងកាយដែលមានសុខភាពល្អដំបូងអ្នកត្រូវតែមានសុខភាពល្អហើយមានរឿងពីរដែលអ្នកត្រូវចងចាំទី1នោះគឺរបបអាហារដែលនាំមកមានសុខភាពល្អនិងទី2គឺសុខភាពរាងកាយចូលធ្វើវាបន្តិចម្ដងនោះអ្នកនឹងអរគុណខ្លួនឯងនៅថ្ងៃណាមួយជាមិនខានទី2បោះបង់ចោលផ្នត់គំនិតរយៈពេលខ្លីលោក Neves បាននិយាយថាអ្នកមានជីវិតរស់នៅតែម្ដងទេប៉ុន្តែប្រសិនបើអ្នករស់នៅដោយល្អនោះម្ដងគឺគ្រប់គ្រាន់ទៅហើយមនុស្សជោគជ័យតែងតែកំណត់គោលដៅរយៈពេលវែងហើយពួកគេដឹងថាគោលដៅទាំងនេះគឺជាលទ្ធផលនៃទម្លាប់រយៈពេលខ្លីៗដែលពួកគេត្រូវតែធ្វើជារៀងរាល់ថ្ងៃទម្លាប់ល្អៗមិនត្រឹមតែជាអ្វីដែលយើងត្រូវធ្វើនោះទេក៏ប៉ុន្តែគឺជាអ្វីដែលយើងត្រូវតែបំពាក់វាឲ្យចូលទៅក្នុងរាងកាយរបស់យើងជាប្រចាំចូលចងចាំថាទម្លាប់ល្អៗគឺជាកោសិកាដ៏សំខាន់សម្រាប់ភាពជោគជ័យនៅក្នុងជីវិតដូច្នេះបង្កើតទម្លាប់ល្អបានមួយនោះមានន័យថាអ្នកបង្កើតកោសិកាសម្រាប់ភាពជោគជ័យបានមួយម្ល៉េះហើយបង្កើតទម្លាប់ល្អកាន់តែច្រើននោះភាពជោគជ័យសម្រាប់ជីវិតក៏មានកាន់តែច្រើនទី3បោះបង់ចោលការធ្វើរឿងតូចតាចប្រសិនបើអ្នកមិនធ្លាប់ព្យាយាមនឹងចាប់យកឱកាសអស្ចារ្យឬអនុញ្ញាតឲ្យក្តីសុបិនរបស់អ្នកខ្លាយទៅជាការពិតនោះអ្នកនឹងមិនអាចបញ្ចេញនូវសក្តានុពលពិតប្រាកដរបស់ខ្លួនបានទេហើយពិភពលោកនឹងមិនទទួលបានប្រយោជន៍ពីអ្វីដែលអ្នកបានសម្រេចនោះឡើយដូច្នេះអ្នកត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មួយក្នុងគំនិតនោះគឺចូលកុំខ្លាចភាពបរាជ័យហើយជាការពិតណាស់កុំខ្លាចនៅក្នុងការទទួលយកបរាជ័យដើម្បីកែលម្អកំហុសដែលខ្លួនយើងមានទី4បោះបង់ចោលការដោះសារមនុស្សជោគជ័យគឺជាមនុស្សដែលចេះទទួលខុសត្រូវលើជីវិតរបស់ខ្លួនឯងយ៉ាងម៉ត់សមជាទីបំផុតពួកគេតែងតែទទួលយកនៅចំណុចខ្វះខាតនិងចំណុចខ្លាំងដែលខ្លួនឯងមានពួកគេមិនដែលបដិសេធចំពោះចំណុចខ្វះខាតហើយច្បាមយកតែមុខមាត់នោះទេយើងត្រូវចាំថានៅក្នុងជីវិតរបស់យើងគិតបំផុតឡើយពីភាពបរាជ័យនិងភាពជោគជ័យទាំងពីរនេះវាតែងតែកើតឡើងឆ្លាស់គ្នាអាស្រ័យទៅលើសកម្មភាពរបស់យើង